ស្ពៃតឿបាទ ខាងខ្ញុំមិនបាច់ហត់ដាំច្រើនទេ ដាំតែប៉ុណ្្នឹងគឺហូបគ្រប់ហើយបាទអឺរបៀបដាំខាងខ្ញុំគឺសាបកូនបាទសាបកូននោះដកយកមកស្ទូងដីដែលស្ទូងហ្នឹងគឺអត់មានដាក់ជីទេតែយកអាចគោដាក់បាទយកអាចគោមកដាក់ក្នុងក្រុងហើយចាក់ទឹកហើយចងមាត់ទុកប្រហែលជាមួយអាទិត្យទៅ10ថ្ងៃគឺអាចយកមកធ្វើជាជីបានបាទដល់ពេលដាំទៅល្អបែបហ្នឹងហើយបើចង់ស្រោចបន្ថែមអាចយកទឹកនោមបាទនោមហើយយកទៅដាក់ក្នុងកណ្ដុងហើយទុកបានមួយអាទិត្យអីយកមកលាយបាញ់មកឬមកលាយទឹកស្រោចមកគឺល្អបាទស្ពៃល្អបែបហ្នឹងបាទគ្មានគីមីទេដាំហូបលក្ខណៈគ្រួសារមិនបាច់ហត់ដាំច្រើនពេកទេបាទគាត់នៅខាងខ្ញុំដាំច្រើនមុខបាទមានដាំតែស្ពៃតឿមានស្ពៃជើងទាមានចល័តអីចឹងទៅហូបលក្ខណៈគ្រួសារមុខតិចមានលពៅតឡាចអានងសដៃគួរអីចឹងតកួនអីក៏ចឹងដែរដោយសារតែអ្នកស្រែចម្ការធ្វើម៉េចអត់សូវមានលុយទិញគេបាទដល់ចឹងទៅជាដាំហូបខ្លួនឯងផុតពីធ្វើស្រូវធ្វើដលងអីចឹងទៅដាំគ្រាន់ហាត់ប្រានព្រឹកឡើងយកទឹកស្រោចហ្នឹងបាទមានប្រើម៉ាស៊ីនអីបាទនេះបង្ហាញតែស្ពៃទេវីដេអូក្រោយខ្ញុំនឹងបង្ហាញអីផ្សេងទៀតបាទអរគុណ